Con đặc nên cứ chỉ làm việc này can lê rồi bỏ bóng sấyនៅក្នុងខេត្តព្រៃវែងស្រុកពាមជ័រគឺគាត់ជ្រើសរើសយកចំណៃAgifit 963អានេះគឺជាប្រភេទចំណៃហុកដល់លក់ជាចំណៃហាច់សាច់ហើយគាត់រើសយកមួយទៀតគឺចំណៃ Agifit 168ជាប្រភេទមេចំណៃអញ្ចឹងគាត់រើសយកពីប្រេនហ្នឹងគឺដើម្បីយកទៅលាយជាមួយនឹងកន្ទក់ដូចអ្វីដែលបងប្អូនបានឃើញហ្នឹងកន្ទក់អញ្ចឹងគាត់លាយនេះមេចំណៃដែល168នេះគាត់ដាក់1បេហើយអា963នេះដាក់3បេបងណាដាក់3បេហើយកន្ទក់គាត់ដាក់200គីឡូហើយការលេបែបនេះគឺគាត់លេដើម្បីតាមប្រសាសន៍គាត់មិញគាត់ថាគាត់ចង់បុកឲ្យជូបគាត់ធំរៀងលឿនហើយដើម្បីឲ្យតន់កុំឲ្យជូបវាធ្លាក់ថ្លៃឬអីចឹងណាប៉ុន្តែតម្លៃបច្ចុប្បន្ននៅក្នុងតំបន់ស្រុកយើងពាមជើពាមរោនេះតម្លៃវា17000តាមបច្ចុប្បន្នដែលខ្ញុំបានសួរបងប្អូនអ្នកចិញ្ចឹមនៅតំបន់ហ្នឹងណាហើយការលេបែបនេះបងប្អូននៅក្នុងនេះប្រហែលជាអត់ធំក្លិនឈ្ងុយតែខ្ញុំជាក់ស្ដែងខ្ញុំនៅថតរូបនេះគឺមានភាពឈ្ងុយចេញពីក្នុងចំណីមកតាមរយៈចំណី Agifit យើងមេចំណី168នេះហើយនឹងចំណីជុកសាច់963មានភាពឈ្ងុយហើយការលេបែបនេះគឺគាត់ងាយស្រួលមានន័យថាគាត់រវល់ទៅធ្វើស្រែធ្វើអីក៏ដោយបងស្រីនៅផ្ទះគាត់អាចជំនួសដៃជើងឬក៏អាចដាក់ចំណីងាយស្រួលមានថាត្រគាត់ជោគដាក់ដល់ម៉ោងបាយដល់ម៉ោងចំណីជ្រូកគាត់ដាក់ឲ្យជ្រូកស៊ីតែម្ដងហើយគាត់លេងចេះបិទចិត្តកុំឲ្យវាហើរក្លិនឈ្ងុយចេញណាអញ្ចឹងបងប្អូនដែលលាយឲ្យបងប្អូនព្យាយាមបើមានធុងយើងដាក់ក្នុងធុងមានកម្រិតបិទបើសិនតែយកមានទេច្រកចូលក្រងយើងវិញមកច្រកចូលក្រងហើយយើងចងមាត់ទៅនៅរក្សាក្លិនឈ្ងុយដដែលហើយសូមបញ្ជាក់ថាការលេងបែបនេះគឺផ្ដល់ជាលទ្ធផលល្អសម្រាប់យើងហើយក៏ផ្ដល់លទ្ធផលសម្រាប់ជ្រូកមានទម្ងន់ធ្ងន់ល្អសាច់ហែកល្អអញ្ចឹងបើសិនជាបងប្អូនជាអ្នកចិញ្ចឹមផ្សេងទៀតជាពិសេសបងប្អូនអ្នកខាងព្រៃវែងបើសិនជាមានចម្ងល់ឬក៏មានការសួរឬក៏ចង់បានបទពិសោធន៍ផ្សេងអីបងអាចមកដល់ហាងតំបន់ខាងពាមជោឃុំអីគេបងនៅឃុំនេះពាមរោព្រៃកណ្ដៀងស្រុកពាមរោឃុំព្រៃកណ្ដៀងនៅខេត្តព្រៃវែងបងប្អូនអាចមកតំបន់នឹងបានហើយអាចសួរព័ត៌មានពីគាត់បានហើយឬមួយក៏អាចតាក់ទងមកក្រុមហ៊ុន Agifit បានដើម្បីទទួលបាននៅបច្ចេកទេសគឺជាចំណេះដឹងបន្ថែមសម្រាប់ការលាយឬក៏ពាក់ព័ន្ធជាមួយនឹងការចិញ្ចឹមបងប្អូនអរគុណច្រើនបាទអរគុណ